រឿងខ្មោចយាមចេតិយគឺជាជំនឿដ៏ព្រឺព្រួចមួយដែលគេតែងតែយកគ្នាមកថានៅតាមវត្តអារាមចាស់ឬទីស្មសានដែលមានចេតិយបុរាណតែងតែមានវិញ្ញាណក្ខន្ធអ្នកស្លាប់នៅចាំថែរក្សាទ្រព្យសម្បត្តិឬការពារទីកន្លែងនោះមិនឲ្យនរណាម្នាក់មកបំពានបានឡើយកាលពីច្រើនឆ្នាំកន្លងផុតទៅនៅវត្តមួយដែលស្ថិតក្នុងភូមិដាច់ស្រយាលមានចេតិយចាស់ទ្រុឌទ្រោមមួយដែលព័ទ្ធជុំវិញដោយវ៉ាល់និងដើមឈើធំអ្នកភូមិមិនសូវមាននរណាហានដើរកាត់ទីនោះនៅពេលយប់ឡើយព្រោះគេជឿថាមានតែខ្មោចយាមចេតិយសន្ធិដ្ឋនៅទីនោះមានយុវជនម្នាក់ឈ្មោះសីហាជាមនុស្សមិនសូវជឿលើរឿងអរូបីនោះទេយប់មួយដោយសារចង់សាកល្បងភាពក្លាហាននិងចង់ដឹងការពិតសីហាក៏បានធ្វើដំណើរទៅកាន់ចេតិយនោះតែម្នាក់ឯងជាមួយពិលមួយនៅពេលដែលសីហាដើរទៅដល់មុខចេតិយស្រាប់តែខ្យល់បក់មកយ៉ាងត្រជាក់សីហាគេបាននិយាយសំឡេងដូចជាមនុស្សដើរអូសជើងយឺតនៅពីក្រោយខ្នងរបស់គេក្រេកក្រេកក្រេកពេលសីហាងាកក្រោយហើយបញ្ចាំងពិលទៅសីហាក៏មិនឃើញមានអ្វីទាំងអស់ក្រៅពីស្រមោលដើមឈើដែលរេតាមខ្យល់តែប៉ុណ្ណោះប៉ុន្តែនៅពេលគេងាកមកមើលចំចេតិយវិញស្រាប់តែឃើញមានរូបរាងបុរសចំណាស់ម្នាក់ស្លៀកសំពត់ចង់ក្បិនពណ៌កំពុងអង្គុយលើខឿនចេតិយសម្លឹងមកគេដោយភ្នែកក្រហមឆ្អៅបុរសចំណាស់នោះបានពោលដោយសំឡេងស្អប់ថាកូនចៅអើយទីនេះមិនមែនជាកន្លែងសម្រាប់មកលេងសើចឡើយចូលត្រឡប់ទៅវិញទៅមុននឹងម្ចាស់គេខឹងសីហាភ័យញ័រដៃញ័រជើងរត់បាតជើងសពអាកាសត្រឡប់មកផ្ទះវិញតាំងពីពេលនោះមកគេលែងហ៊ានប្រមាថឬទៅលេងសើចនៅកន្លែងស្ងាត់បែបនោះទៀតហើយបន្ទាប់ពីការជួបប្រទះដ៏រន្ធត់របស់សីហារឿងរ៉ាវនៃចេតិយចាស់នោះក៏ចាប់ផ្ដើមល្បីសុសសាយកាន់តែខ្លាំងលោកតាអាចារ្យម្នាក់នៅក្នុងវត្តដែលជាអ្នកដឹងប្រវត្តិដីភូមិបានរៀបរាប់ប្រាប់សីហានិងអ្នកភូមិអំពីដើមហេតុពិតប្រាកដកាលពីជិត100ឆ្នាំមុនបុរសចំណាស់ម្នាក់ឈ្មោះតាពៅគឺជាអ្នកថែរក្សាវត្តដ៏ស្មោះត្រង់មុនពេលគាត់ស្លាប់គាត់បានផ្ដាំកូនចៅថាគាត់ស្រឡាញ់វត្តនេះណាស់ហើយសូមឲ្យគេបញ្ចុះសពរបស់គាត់ក្នុងចេតិយតូចមួយនៅជ្រុងខាងជើងវត្តហើយតាពៅគាត់បានបួងសួងថាទោះស្លាប់ទៅក៏សូមនៅធ្វើជាអ្នកយាមនិងការពារទ្រព្យសម្បត្តិរបស់វត្តនិងមិនឲ្យជនអាក្រក់ណាមកធ្វើរឿងមិនល្អក្នុងទីសក្ការៈបូជានេះឡើយសីហាបានដឹងបន្ថែមថាមិនមែនមានតែគេម្នាក់ទេដែលជួបពួកចៅលួចជីកវត្ថុបុរាណកាលពីប៉ុន្មានឆ្នាំមុនមានក្រុមក្មេងស្ទាវមួយក្រុមព្យាយាមមកគាស់ចេតិយដើម្បីរកមាសដែលគេជឿថាបញ្ចុះជាមួយសពស្រាប់តែយប់នោះពួកគេម្នាក់ឃើញមានផ្សែងខ្មៅហុយចេញពីក្នុងចេតិយរួចប្រែជារូបរាងខ្មោចតាចាស់នោះដេញវាយរហូតដល់ឈួតវង្វេងម្នាក់ឯងសំឡេងបោះស្លឹកឈើនៅយប់ថ្ងៃសេលអ្នកដែលនៅជិតវត្តតែងតែសំឡេងសុបដូចមនុស្សបោះស្លឹកឈើនៅជុំវិញចេតិយទោះបីជាគ្មានមនុស្សរស់នៅទីនោះក៏ដោយមានការណែនាំពីលោកតាអាចារ្យសីហាក៏បានត្រឡប់ទៅទីនោះវិញជាមួយចង្អេរស្លាធម៌និងគ្រឿងសក្ការៈដើម្បីសុំខមាទោសលើកនេះបរិយាកាសមិនត្រជាក់ដូចមុននោះទេប៉ុន្តែនៅពេលសីហាកំពុងអុជធូបស្រាប់តែមានខ្យល់គួចបក់មកចំពីមុខគេបានឃើញរូបភាពព្រារបស់តាពៅញឹមដាក់គេតិចរួចក៏រលីបាត់ទៅក្នុងជញ្ជាំងចេតិយចាប់តាំងពីថ្ងៃនោះមកសីហាបានយល់ថាវិញ្ញាណយាមចេតិយមិនមែនមានបំណងអាក្រក់ចង់ធ្វើបាបមនុស្សឡើយ
បើកាលណាយើងមិនទៅរំខំគេមិនយករកយើងដែរឬធ្វើរឿងខុសឆ្គងចំពោះគេពេលវិញ្ញាណនោះបង្ហាញខ្លួនតែងតែមានក្លិនផ្ការំដួលក្រៀមលីឡំជាមួយក្លិនដីសើមបើអ្នកឃើញក្អែកយំនៅលើកំពូលចេតិយនៅពេលថ្ងៃត្រង់នោះជាសញ្ញាថាអ្នកយាមកំពុងតែដាស់តឿនមិនឲ្យចូលទៅជិតនេះគ្រាន់តែជារឿងនិទានដ៏ព្រឺព្រួចប៉ុណ្ណោះដើម្បីចែកជូនឲ្យពុកម៉ែបងប្អូនបានស្ដាប់កម្សាន្តទាំងអស់គ្នា